ខ្ញុំកាលណាខ្ញុំបាទខេមយន្តថាសូមក្រាបថ្វាយបង្គំប្រធានធិរៈគ្រប់អង្គសូមគោរពជំរាបសួរបងប្អូនជនជាតិទាំងអស់ជាទីគោរពស្រឡាញ់បាទយើងថ្ងៃនេះយើងបានតាមដាននៅរាល់ការចរចារវាងភាគីកម្ពុជាយើងហើយនិងភាគីថៃតាក់ទងទៅនឹងចំនួនតាមព្រំដែនអញ្ចឹងយើងបានដឹងព័ត៌មាននឹងទាំងអស់គ្នាហើយអញ្ចឹងវាជាដំណឹងល្អមួយវាជាដំណឹងល្អមួយដែលអាចបើវាអាចកើតមានឡើងយូរអង្វែងវាអាចបញ្ជានៅគ្រោះថ្នាក់ទាំងសងខាងពួកយើងមិនចង់ឃើញបងកងកម្លាំងប្រដាប់អាវុធរបស់យើងពលីជីវិតឬក៏រងរបួសហើយក៏មិនចង់ឃើញជាពលរដ្ឋខ្មែរយើងចាក់ចោលលំនៅឋានបាទរត់បែកកូនបែកចៅក្មេងៗសិស្សសាលាលេងបានរៀនបានសូត្រយើងមិនចង់ឃើញរឿងទាំងអស់នោះទេអញ្ចឹងនេះវាជាជំហររបស់រដ្ឋាភិបាលខ្មែរយើងជាជំហររបស់ប្រជាជនខ្មែរយើងពិតប្រាកដគឺយើងចង់បានសន្តិភាពយើងតែងតែទាមទារឲ្យមានការចរចាហើយក៏សូមឲ្យភាគីខាងថៃនឹងគោរពការចរចាផងដែរអញ្ចឹងលទ្ធផលដែលទទួលបានគឺជាលទ្ធផលល្អមួយដែលយើងឈានទៅរកបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌបាទចំណុចសំខាន់គឺនៅកន្លែងណាដោយគ្មានលក្ខខណ្ឌមានន័យថាមិនចាំបាច់តម្រូវឲ្យអ្នកណាធ្វើយ៉ាងណាអ្នកណាធ្វើយ៉ាងណាតែផែនការលម្អិតយ៉ាងណាទៀតអានឹងយើងដល់សិក្សាទៅលើសេចក្តីរាយការណ៍ច្បាស់លាស់លម្អិតតទៅមុខទៀតប៉ុន្តែគ្រាន់តែថាការចរចារវាងខ្មែរហើយនិងថៃយើងនឹងគឺវាញឹកញាប់ពេកហើយប៉ុន្តែការចរចាលើកនេះយើងឃើញមានលោកប្រធានអាស៊ានដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងឲ្យគាត់ធ្វើជាប្រធានខ្មែរយើងហៅថាជាអាជ្ញាកណ្ដាលក្នុងការបង្រួមហើយក៏មានសហការអំពីសហរដ្ឋអាមេរិកមានតំណាងសហរដ្ឋអាមេរិកហើយនឹងមានតំណាងពីប្រទេសចិនផងដែរចូលរួមដូចជាសហប្រធានអញ្ចឹងគេចូលរួមមកដើម្បីស្ដាប់នៅការចរចាគ្នាហ្នឹងយើងមានចំណុចអ្វីខ្លះដែលត្រូវលើកឡើងមានចំណុចអ្វីខ្លះដែលត្រូវវិភាសាគ្នាហើយអ្វីដែលជាចំណុចដែលប្រទេសទាំងពីរចង់បានអញ្ចឹងគឺចំណុចទាំងអស់ហ្នឹងអញ្ចឹងយើងឃើញឈានដល់ការត្រូវរើគ្នាមួយកម្រិតហើយវានៅមានការចរចាបន្តទៀតហ្នឹងគឺពាក់ព័ន្ធទៅនឹងយោធាតាមតំបន់ភូមិភាគនីមួយត្រូវចរចាគ្នាបន្តទៀតប៉ុន្តែអ្វីដែលយើងត្រូវយកចិត្តទុកដាក់រឿងសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់តើថៃគោរពការចរចាបានប្រហែលថ្ងៃអាចគោរពបានយូរអង្វែងដែរឬទេអញ្ចឹងបើគោរពបានយូរអង្វែងនឹងគឺជាលទ្ធផលល្អសម្រាប់ប្រជាជាតិទាំងសងខាងហើយប៉ុន្តែតាមការសង្កេតមិនមែនជាលទ្ធផលជាក់លាក់ច្បាស់លាស់ទេយើងបងប្អូនដឹងឃើញឮទាំងអស់គ្នាឲ្យតែមានការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅប្រទេសថៃហើយមានចលាចលកើតឡើងនៅក្នុងប្រទេសថៃខ្មែរយើងតែងតែជាជនរងគ្រោះរហូតគេយកយើងធ្វើជាចំណាប់ខ្មាំងដើម្បីដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសរបស់គេរឿងហ្នឹងគឺកើតឡើងរហូតមិនអាចប្រកែកបានទេឲ្យតែមានបញ្ហានយោបាយរង្គោះរង្គើនៅក្នុងថៃដឹងតែមានចំនួននៅតាមព្រំដែនណាគណៈតិចហើយច្រើនណាគណៈប៉ុណ្្នឹងឯងប៉ុន្តែកម្រិតមួយសានេះគឺវាធ្ងន់វាឈានចូលដល់ថ្នាក់សង្គ្រាមកំភ្លើងធំហ្នឹងក៏ដោយសារតែបញ្ហាគូអង្គើនៅក្នុងប្រទេសថៃហ្នឹងដែរដូរនាយករដ្ឋមន្ត្រី2-3ថ្ងៃដល់ផ្លែត2-3នាយករដ្ឋមន្ត្រីទៅប្រហែលថ្ងៃហ្នឹងអញ្ចឹងឲ្យតែមានបញ្ហាកើតឡើងនៅក្នុងស្រុកថៃហ្នឹងគឺរឿងទម្លាក់យកមកលើយកខ្មែរយើងធ្វើជាចំណាប់ខ្មាំងហើយដើម្បីដោះស្រាយបញ្ហានយោបាយរបស់គេឥឡូវមួយសារនេះដូចគ្នាទៀតហ្នឹងហើយមួយសារនេះដូចគ្នាទៀតចឹងបាននៅក្នុងពិភពលោកគេច្រើនប្រើពាក្យមួយខ្ញុំនិយាយភាសាអង់គ្លេសមួយម៉ាត់គេហៅ Don't tie to me ចឹងភាសាហ្នឹងគេប្រើលើពិភពលោកគេប្រើចង់និយាយថាកុំមកបោកខ្ញុំកុំមកបន្លំខ្ញុំណាចឹងរឿងវានៅកន្លែងហ្នឹងអញ្ចឹងមានន័យថាបើយើងសិក្សាទៅលើពាក្យណាពិភពលោកគេចាត់ទុកថាជនជាតិនឹងខូចត្មងណានិយាយមិនដែលមានការពិតទេនិយាយធ្វើផ្អែមល្ហែមដូចពេលមកប្រជុំនៅអង្គការសហប្រជាជាតិដោយសេចក្តីថ្លែងការណ៍របស់ពួកគាត់នឹងរាល់ថ្ងៃហ្នឹងអញ្ចឹងលោកម្ចាស់នឹងនិយាយអីមិនដែលចេះពិតទេ
cứ như vậy rồi ta bao pra rồi ta khuôn ai tới có họ bị phốp lô chưa bên này cái lên chưa buộc cái vô bịa nên vô ta pra chụp lời cá rồi ngày đó bịa thay nó việc khai tôi chỉ bịa mùi ha ta bao pra kia ấy bà lom kia khôi bực cách kia ấy bịa đang ngon ai khai tôi chỉnh chẳng gì mấy cái kim chưa đây chân có thuê ra chẳng có thuê ra chẳng còn ở từ miền Tây nhà hai tầm lẹ cầm hòm mà lời dường này nhé chúng ta riêng và ca lang khuôn ai son cái chậu này là tây thay cho phớ này đôi khi mình dạy video môn hà si bài sky si bài liền màu biaยังcó ai cháu này bây giờ សង្ឃឹម ធម្មសារ នឹង ជា មើល លទ្ធផល ចេញ ទៅ បែប ណា សូម បងប្អូន តាម ដាន ទាំង អស់ គ្នា ប៉ុន្តែ ខ្ញុំ ងាយ ជឿ ទេ រឿង តិច ហើយ ធំ កើត មាន ឡើង មិន ដឹង ទេ ប៉ុន្តែ គាត់ ថា យើង សង្ឃឹម ថា វា មិន អី ទេ ចុះ បើ ក្រៅ នៅ លើ ពិភព លោក គេ ទទួល ស្គាល់ ហើយ តែ ពួក គាត់ នឹង និយាយ មិន ដែល មាន ការ ពិត ទេ បងប្អូន ជាប់ ចាំ ពាក្យ ហ្នឹង មិន មែន គិត មាន តែ មាន តែ ខ្មែរ យើង ថា ទេ ណា មាន តែ ខ្មែរ យើង ថា សៀម នឹង ខូច ណាស់ ទេ ណា ពិភព លោក គេ ស្គាល់ ដែរ គេ ថែម ទាំង យក ពាក្យ ហ្នឹង យក មក ប្រើ ពេញ ពិភព លោក ទៀត បាទប្រហែលថ្ងៃនេះក៏ខ្ញុំឃើញវីដេអូណាមួយនិយាយជាភាសាអង់គ្លេសហ្នឹងក៏គេប្រើពាក្យហ្នឹងដែរគេថា Don't tie to the world កុំមកបោកប្រាស់ពិភពលោកខ្លួនឯងអ្នកវាយខ្មែរមុនចោលតែខ្មែរហ្នឹងវាយមុនខ្លួនឯងអ្នកបកាច់ខ្លួនឯងអ្នកទន្ទ្រានគេចោលតែគេនឹងទន្ទ្រានឯងណាចឹងរឿងវានៅកន្លែងហ្នឹងចឹងបានថានៅរាល់បញ្ហាដែលកើតមានឡើងនៅក្នុងស្រុកថៃតែងតែយកខ្មែរធ្វើជាចំណាប់ខ្មាំងអាហ្នឹងគឺមានមករហូតយើងចាំទុកយើងចាំទុកអញ្ចឹងបើតាមជាអានេះកំណត់យើងនិយាយលេងតាមប្រជាជនសាមញ្ញដូចយើងគ្រប់គ្នាយើងនិយាយលេងអញ្ចឹងថ្ងៃក្រោយបើចិត្តដល់បោះឆ្នោតយុរដ្ឋមន្ត្រីនៅប្រទេសថៃយើងដល់ធៀមមកហើយអានេះខ្ញុំនិយាយលេងទេណាមិននិយាយយកការមែនទេប៉ុន្តែយើងគូពិចារណាទាំងអស់គ្នាអញ្ចឹងសពាអាវុធកងកម្លាំងប្រដាប់អាវុធយើងនៅតាមព្រំដែនហ្នឹងខ្ញុំបានស្ដាប់សំណួរមួយដែលគេសួរថាអញ្ចឹងបើយើងបានវាយកាន់កាប់នៅតាមតំបន់ព្រំដែនហ្នឹងហើយដូចជាកាន់កាប់នៅប្រាសាទទាំងអស់ដែលយើងបានកាន់កាប់ហើយណាតើយើងត្រូវដកតបវិញនៅពេលដែលចរចាត្រូវគ្នាហើយខ្ញុំបានស្ដាប់ចម្លើយនេះខ្ញុំគ្រប់គ្រងគាត់ថាដកអីបើខំប្រឹងវាយយ៉ាងងាប់ហើយអានេះវាជារឿងពិតព្រោះបើឲ្យមកបលាំងបកើទៀតរឿងនឹងអត់ចេះចប់ទេអញ្ចឹងរឿងដែលជាចំណុចសំខាន់យើងគូកន្លែងណាដែលយើងទទួលបានគូដែលឈួយជើងរហូតខ្ញុំជឿថារដ្ឋាភិបាលគាត់គិតចឹងណាយើងឈួយជើងរហូតយើងឈួយជើងមានតែថែមកម្លាំងតែក្រៅយើងមិនវាយគេទេគឺដើម្បីការពារព្រំដែនរបស់យើងដើម្បីការពារសម្បត្តិជាតិរបស់យើងតែប៉ុណ្្នឹងឯងប៉ុន្តែយើងមិនអាចដកឃ្លាបានទេមានតែឈួយជើងឲ្យប្រុងប្រយ័ត្នឲ្យខ្លាំងជាងមុនហើយដោះស្រាយតាមតុលាការយុត្តិធម៌អន្តរជាតិទៅនៅអ្វីដែលយើងត្រូវដោះស្រាយចំណុចវានៅកន្លែងហ្នឹងអញ្ចឹងនិយាយរួមទៅគឺយើងមានតែបន្ថែមកម្លាំងតាមព្រំដែនហ្នឹងមិនអាចដកបានទេទោះចរចាត្រូវគ្នាក៏ដោយព្រោះយើងអត់ទុកចិត្តកនហ្នឹងទេអត់ទុកចិត្តទេលោកម្ចាស់ហ្នឹងមិនអាចនិយាយការពិតប្រមាណទេបាទយើងមើលតែថ្មីហ្នឹងដឹងហើយទៅម៉ាឡេស៊ីចរចាតែព្រមហើយត្រឡប់មកដល់ផ្ទះវិញអត់ព្រមទេបាញ់ប្រាវទៀតឡែលអញ្ចឹងទុកចិត្តមិនបានអញ្ចឹងយើងមានតែបន្ថែមកម្លាំងអាធំអាតូចឯងដាក់ឯងខ្ញុំកលហ្នឹងមកទៅមិនទៅបាញ់អីប៉ុន្តែទៅបាញ់វិញអាហ្នឹងគឺមានតែប៉ុណ្្នឹងឯងដើម្បីការពារគេរសិទ្ធការពារប្រទេសជាតិរបស់ខ្លួនអត់មានចង់ធ្វើអំពើបាបកម្មជាមួយនរណាទេប៉ុន្តែគ្រាន់តែការពារខ្លួនការពារជាតិរបស់ខ្លួនការពារប្រជាពលរដ្ឋរបស់ខ្លួនការពារសម្បត្តិវប្បធម៌ជាតិរបស់ខ្លួនតែប៉ុណ្្នឹងឯងចឹងយើងត្រូវការពារត្រូវត្រៀមជានិច្ចចឹងហ្មងចឹងជាពិសេសហ្នឹងគឺឲ្យតែគាត់ឲ្យតែក្រុមកនឹងបោះឆ្នោតរើនាយករដ្ឋមន្ត្រីថ្មីនេះគឺយើងត្រូវត្រៀមហ្មងត្រៀមខ្លាំងមកអាហ្នឹងត្រូវគេហៅថាភាសាអង់គ្លេស be ready បណ្ដោយត្រៀមខ្លួនជានិច្ចហ្មងគឺហើយចាំតែហ្មងមានបញ្ហាអីគឺយើង ready ហើយយើងរួចរាល់អត់មានរត់ឆ្វែងដៃឆ្វែងជើងនេះអត់ទេអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំក៏មើលឃើញព័ត៌មានហ្នឹងហើយយើងក៏យកមកពិចារណាទាំងអស់គ្នាក៏ជាការស្ដាប់កំសាន្តហើយក៏ជាការគួរគិតគូរដែរព្រោះរឿងនេះវាមិនមែនតន់ចប់ត្រឹមហ្នឹងទេយើងមើលទាំងធ្វើការឈ្លានពានរបស់ថៃមកលើខ្មែរយើងហ្នឹងវាប៉ះពាល់អីខ្លះការរំលោភបំពានទាំងអស់ហ្នឹងប៉ះពាល់អីខ្លះបាទមិនមែនត្រឹមតែប៉ះពាល់ប្រាសាទដែលជាមរតកសម្រាប់ខ្មែរយើងគ្រប់គ្រងតែម្នាក់ទេវាប៉ះពាល់ដល់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតអញ្ចឹងរឿងវាអត់តាន់ចប់តែប៉ុណ្្នឹងទេព្រោះណាអ្នកធ្វើឲ្យខូចនឹងត្រូវទូខុសត្រូវហើយបាទហើយរឿងការដណ្ដើមយកប្រាសាទនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្មែរហ្នឹងក៏មិនមែនជារឿងចប់ប៉ុណ្្នឹងដែរគឺយើងត្រូវតែធ្វើការងារនៅ ICJ ទៀតតុលាការយុត្តិធម៌អន្តរជាតិទៀតដើម្បីឲ្យរឿងនេះវាចប់សពគ្រប់ដោយប្រមុខ
ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលយើងបានលើកឡើងចឹងរឿងមិនមែនតែប៉ុណ្្នឹងទេប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺត្រូវចរចាគ្នាដោយសន្តិវិធីបាទត្រូវបញ្ឈប់ការបាញ់គ្នានិយាយសួរស្ដាប់ត្រូវបញ្ឈប់ការបាញ់គ្នាចរចាគ្នាដោយសន្តិវិធីបន្តទៅមុខទៀតតែការចរចាគ្នានឹងបានលទ្ធផលប៉ុណ្ណានឹងយើងបន្តទៅមុខទៀតអញ្ចឹងគឺយើងនៅតែ ready យើងអត់មានដក clear យើងអត់មានថាអូខេចប់ហើយទេអត់មានទេហ្នឹងគឺសម្រាប់ស្មារតីរបស់ប្រជាពលរដ្ឋយើងហើយសម្រាប់កងកម្លាំងប្រដាប់អាវុធអាហ្នឹងខ្ញុំជឿជាក់ថាកងកម្លាំងប្រដាប់អាវុធនោះគឺត្រៀមចំណិចហើយហ្នឹងហើយថ្នាក់ដឹកនាំខាងក្រសួងការពារជាតិខាងមេបញ្ជាការកងទ័ពគ្រប់លំដាប់ថ្នាក់ហ្នឹងគាត់ដឹងរឿងទាំងអស់ហ្នឹងអាហ្នឹងយើងប្រជាពលរដ្ឋសំខាន់គឺយើងត្រៀមខ្លួនជានិច្ចក្នុងឧបទ្ទហេតុណាមួយដែលអាចនឹងកើតមានឡើងជាយថាហេតុព្រោះខ្ញុំមិនដែលទុកចិត្តលោកម្ចាស់អស់ហ្នឹងទេមិនដែលទេបាទលោកអស់ហ្នឹងឲ្យតែមានរឿងអីគាត់រករឿងដល់យើងឯងគឺលោកសៀមហ្នឹងបាទអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែចូលរួមខ្លីតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនកុំភ្លេចខ្លួនហើយតាមដានព័ត៌មានគ្រប់ពេលវេលាបាទតាមដានព័ត៌មានគ្រប់ពេលវេលាជាពិសេសគឺព័ត៌មានដែលពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនហ្នឹងយើងតាមដាននៅគ្រប់ page របស់រាជរដ្ឋាភិបាលតាមដាននៅវិទ្យុទូរទស្សន៍ឬក៏ page Facebook ទាំងឡាយណាដែលយើងចាត់ទុកថាវាតែងតែនិយាយអ្វីដែលជាការពិតបើយើងតាមដានគ្រប់ page គ្រប់អីទាំងអស់ហ្នឹងទៅដើម្បីបានដឹងព័ត៌មានជាក់ស្ដែងដើម្បីយើងត្រៀមខ្លួនទុកជាមុនកុំឲ្យដល់ពេលមានបញ្ហាកើតមានឡើងយើងអត់បានដឹងនៅអញ្ចឹងទៅយើងអត់អាចត្រៀមខ្លួនបានរួចរាល់ទេអញ្ចឹងវាបង្កើតទៅជាបញ្ហាច្រើនសម្រាប់ដំណើររស់នៅរបស់យើងម្នាក់បាទអញ្ចឹងជាចុងក្រោយគ្រាន់តែសូមជូនពរបងប្អូនឲ្យបានសុខសប្បាយទាំងអស់គ្នាឲ្យគេចផុតអំពីសង្គ្រាមសង្ឃឹមថាវានឹងមិនកើតមានឡើងតទៅទៀតប៉ុន្តែបើកើតមានឡើងដោយប្រការណាមួយសង្ឃឹមថាបងប្អូនកុំភ្លេចខ្លួនហើយត្រៀមខ្លួនគ្រប់ពេលវេលាហើយយើងរងចាំតាមដានទាំងអស់គ្នានៅរាល់ស្ថានភាពចរចាគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាយើងជាមួយនឹងប្រទេសសៀមហ្នឹងបាទអញ្ចឹងខ្ញុំសូមចូលរួមយោបល់ប៉ុណ្ណឹងសូមអរគុណហើយចាំជួបគ្នានៅពេលក្រោយទៀតបាទសូមថ្វាយបង្គំលានិងជម្រាបលា